ញងនៅកន្លែងដដែលខ្ញុំមិនទាន់បានយកវាចេញទៅណាទេភ្លៀងធ្លាក់លើដំបូលផ្ទះឮសូរខ្លាំងលើដំបូលផ្ទះឮសូរខ្លាំងដូចជាចង់រំលឹកពីថ្ងៃដែលអ្នកដើរចេញខ្ញុំអង្គុយមើលកៅអីឈើដែលនៅទំនេរអ្នកធ្លាប់អង្គុយទីនោះអានសៀវភៅរាល់ល្ងាចយើងដើរមកដល់ផ្លូវបំបែកហើយគ្មានផ្លូវណាអាចឲ្យយើងត្រឡប់ក្រោយវិញបេះដូងខ្ញុំមានស្នាមរបួសដែលមិនអាចជាខ្ញុំត្រូវតែរៀនរស់នៅជាមួយវារស់នៅជាមួយការឈឺចាប់យើងញ៉ាំបាយជាមួយគ្នាដោយស្ងៀមស្ងាត់អ្នកនិយាយថាដល់ពេលដែលត្រូវទៅហើយខ្ញុំងក់ក្បាលយល់ព្រមទាំងទឹកភ្នែកក្នុងចិត្តវាជាការលាគ្នាដែលគ្មានអ្នកណាខំគ្រាន់តែពួកយើងលែងជាមនុស្សម្នាក់នោះមនុស្សដែលធ្លាប់សន្យាថានឹងនៅក្បែរគ្នាយើងដើរមកដល់ផ្លូវបំបែកហើយគ្មានផ្លូវណាអាចឲ្យយើងត្រឡប់ក្រោយវិញបេះដូងខ្ញុំមានស្នាមរបួសដែលមិនអាចជាខ្ញុំត្រូវតែរៀនរស់នៅជាមួយវាកាលពីមុនខ្ញុំខ្លាចការនៅម្នាក់ឯងតែពេលនេះខ្ញុំសូមនឹងភាពស្ងប់ស្ងាត់ខ្ញុំមិនខឹងអ្នកទេខ្ញុំគ្រាន់តែនឹកមនុស្សម្នាក់ដែលធ្លាប់ជាពិភពលោករបស់ខ្ញុំនឹកអ្នកខ្លាំងណាស់យើងដើរមកដល់ផ្លូវបំបែកហើយគ្មានផ្លូវណាអាចឲ្យយើងត្រឡប់ក្រោយវិញបេះដូងខ្ញុំមានស្នាមមួយដែលមិនអាចជាខ្ញុំត្រូវតែរៀនរស់នៅជាមួយវារដូវកាលកន្លងផុតទៅឲ្យវាជាផ្នែកមួយនៃជីវិតខ្ញុំប្រផេងបិទភូមិយើងបាត់ទៅហើយឆ្កែព្រុសដាក់ខ្យល់ត្រជាក់កន្ទុយរបស់វាបត់ចូលក្នុងរបងឈើចាស់ដែលបាក់ផ្អែកលើដើមជ័យក្បែរមាត់អូបងឈើចាស់ដែលបាក់ផ្អែកលើដើមជ័យក្បែរមាត់អូតាតកាន់កំបិតចិត្តថ្នោតដៃរបស់គាត់ញ័រត្រើគាត់ខ្លាចយក្សសាហាវដែលចោះពីលើកំពូលភ្នំឆ្ងាយយៈនោះស៊ីក៏អស់ពីក្រៅស៊ីទាំងមន់ស៊ីទាំងទាមលីអង្គុយលើក្បាលជណ្ដើរផ្ទះឈើខ្ពស់ស្រឡះដៃកាន់ក្រមាចាស់ឆ្នូតធំដែលស្លេកពណ៌អស់ទៅហើយនាងមិនរត់ទៅណាទេនាងគ្រាន់តែអង្គុយចាំស្ងាត់ក្រមាចាស់មួយក្នុងដៃក្មេងស្រីម្នាក់មលីមានបញ្ញាច្រើនជាងអាវុធមុតស្រួចយ៉ាក់ស្មានខ្លួនធំមែនពិតតែចិត្តរបស់វាតូចទាបនាងប្រើតែក្រមានិងពាក្យសម្ដីដើម្បីការពារភូមិយើងដីចាប់ផ្ដើមញ័រទៅត្រើតនៅពេលដែលយៈដើរមកដល់ក្លិនរបស់វាឆ្អាមធំដូចជាត្រីងៀតដែលគេទុកចោលយូរវាមើលមកម្លីដែលភ្នែកក្រហមឆេះដោយរូងភ្នំម្លីញញឹមតិចរួចលើក្រមេចាស់នោះក៏វាឡើងនាងនិយាយថាលោកយ៉ាអើយនេះមិនមែនជាក្រមាទេនេះគឺជាអន្តៈសូរដែលព្រះអិនឲ្យកំចាត់អ្នកល្ងងប
បើនរណាម្នាក់ហ៊ានប៉ះខ្លួនប្រាណនឹងរឹងខ្លាយជាថ្មយៈនោះភ័យខ្លាយស្លន់ស្លោរត់បាត់ចូលក្នុងព្រៃជ្រៅមលីសើយតិចម្នាក់ឯងក្នុងភាពងងឹតនៃរាត្រីនាងបាត់ក្រមាដាក់លើស្មារួចដើរចូលក្នុងផ្ទះក្រមាធម្មតាទេក្រមាទិញពីផ្សារក្រៅឥឡូវនេះភូមិយើងត្រឡប់មករកភាពស្ងប់ស្ងាត់វិញហើយរបងដែលធ្លាប់តែបាក់គេជួសជុលវាឡើងវិញជាថ្មីតានៅតែអង្គុយជួលត្បែរតែមាត់ទ្វាររាល់ល្ងាចគាត់នៅតែអ៊ូរឿងឈឺជង្គង់នៅពេលមេឃចង់ភ្លៀងគ្មានអ្នកណាដឹងថាវាគ្រាន់តែជាក្រមាដែលគ្មានមិនអគុំរឿងខ្លះក្នុងជីវិតត្រូវការក្លាហានបន្តិចបន្តួចនឹងក្រមេចាស់មួយវីលើក្បាលដើម្បីដេញសូត្រូវចេញមលីអើយម៉ូលលីត្បាញក្រមាដេញយេបចេញទៅសោតែស្នាមញញឹម